សុស្ដីប្រិមត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់យើងថ្ងៃនេះពួកយើងនឹងមកស្គាល់រឿងពិតមួយដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់តែនៅដឹងទេថាមនុស្សដែលមានអាយុកាលវែងជាងគេនៅលើពិភពលោកគឺជាអ្នកណានោះមានឈ្មោះថា Jenny Kalman នាងជាស្ត្រីមកពីប្រទេសបារាំងនាងកើតនៅឆ្នាំ1875ហើយនាងបានស្លាប់ទៅវិញនៅឆ្នាំ1997មានន័យថានាងបានរស់នៅមានអាយុកាលសរុបរហូតដល់122ឆ្នាំនិង164ថ្ងៃដែលជាកំណត់ត្រាអាយុវែងជាងគេនៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិហើយត្រូវបានទទួលស្គាល់ដោយ Guinness World Record ផងដែរសូមគិតមើលនាងកើតមុនពេលមានឡានទំនើបមុនពេលមានយន្តហោះមុនពេលមានទូរស័ព្ទមុនពេលមានអ៊ីនធឺណិតប៉ុន្តែនាងបានរស់នៅឃើញការផ្លាស់ប្ដូរទាំងអស់នេះដោយភ្នែករបស់នាងផ្ទាល់នាងបានរស់ឆ្លងកាត់សង្គ្រាមលើកលោកទី1សង្គ្រាមលើកលោកទី2ការផ្លាស់ប្ដូរបច្ចេកវិទ្យាធំដ៏អស្ចារ្យការប្រែប្រួលនៃសង្គមនិងរបៀបរស់នៅរបស់មនុស្សជីវិតរបស់នាង Jenny Kalman មិនមែនជាជីវិតមនុស្សសម្បូរប្រាក់ទេប៉ុន្តែនាងរស់នៅដោយភាពសាមញ្ញស្ងប់ស្ងាត់និងសប្បាយរីករាយជានិច្ចរឿងដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺនាងនៅតែអាចជិះកង់បាននៅអាយុប្រហែលជា100ឆ្នាំនាងនៅតែមានអារម្មណ៍លេងសើចនិងនិយាយកំប្លែងនាងបញ្ឈប់ការជក់បារីនៅអាយុ117ឆ្នាំដែលមនុស្សភាគច្រើនមិននឹកស្មានថានាងអាចធ្វើបានទេពេលសួរនាងថាតើអាចកំបាំងអ្វីដែលធ្វើឲ្យអ្នករស់នៅបានយូរបែបនេះនាងបានឆ្លើយយ៉ាងសាមញ្ញថាត្រូវរស់នៅដោយចិត្តរីករាយមិនត្រូវគិតច្រើនពេកមិនត្រូវតានតឹងចិត្តញ៉ាំអាហារឲ្យសមរម្យនិងរស់នៅដោយភាពសាមញ្ញនេះបង្ហាញថាអាយុវែងមិនមែនមកតែពីវិទ្យាសាស្ត្រប៉ុណ្ណោះទេតែមកពីចិត្តរបស់យើងផងដែរបើចិត្តសប្បាយរាងកាយក៏មានកម្លាំងបើចិត្តស្ងប់ជីវិតក៏មានសេចក្តីសុខសាន្តដូច្នេះប្រិយមិត្តទាំងអស់គ្នា Jenny Kalman មិនត្រឹមតែជាមនុស្សដែលអាចរស់នៅបានយូរជាងគេប៉ុណ្ណោះទេតែនាងក៏ជាគំរូមួយសម្រាប់ពួកយើងផងដែរអំពីការរស់នៅដោយភាពវិជ្ជមាននិងការថែរក្សាចិត្តឲ្យមានសុខភាពល្អសង្ខេបម្ដងទៀតមនុស្សដែលមានអាយុកាលវែងជាងគេក្នុងប្រវត្តិសាស្ត្រគឺ Jenny Kalman រស់បានអាយុ122ឆ្នាំដោយរស់នៅសាមញ្ញចិត្តរីករាយមិនតានតឹងចិត្តបើអ្នកចូលចិត្តវីដេអូចែករំលែកចំណេះដឹងនិងរឿងជីវិតពិតបែបនេះសូមកុំភ្លេចចុច Like Subscribe និង Share វីដេអូនេះទៅកាន់មិត្តភ័ក្តិរបស់អ្នកផងដែរសូមអរគុណច្រើនដែលបានទស្សនាជួបគ្នាវីដេអូក្រោយសូមអ្នកទាំងអស់គ្នាមានសុខភាពល្អនិងអាយុវែងដូច Jenny Kalman សូមអរគុណ